ថ្ងៃនេះអាត្មានឹងអានសិភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាលពីរប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយបង្គំម៉ែថ្វាយបង្គំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបន់ម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ថាអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលោកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចោះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាលពីរប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយក៏យើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែ
អង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបដិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងតែរឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីបើថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ប្រសក់ទឹកភ្នែកហើយតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមហ្នឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកហើយមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់
buồn rồi cài sập buồn đón pram rồi tầng chiết nâng chẳng ta nâng quật nhẹ mà đầy chẳng khi mà tham phép gọi trong tiền từ lọp màu vinh tha chiêm nâng sầm lạp kia mà đón á phân là đọc về trời kia sầm lạp vinh pram rồi đón tầng chiết nâng chẳng bà cầm nâng về miền về khác ôi Paul chẳng hơi ôi Paul về khác tuôn kia ở đôi kia tệ chỉ vật nâng bật thật cào máu không tây mà từ mũi bên tây Việt Nam chỉ vật đường rải mình đôi kia chẳng dương từ tu squat thì chỉ vật nâng chẳng hãy cầm nọt đăng ta về miền hai chẳng bạn về chùa đường chẳng hãy dương xóm bon xóm của sao chỉ tì pưng từក្នុងលោកខាងមុខទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងណោះខ្ញុំគណថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតទៅពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគាត់ដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មងរហូតដល់ថ្នាក់ក្រុមគ្រួសារត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្សែខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអាហ្នឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទៅស្រាប់តែចុងក្រោយរបស់នឹងបែរទៅคล้ายទៅជាធ្យូងទៅវិញតែនេះអត្ថបទមួយទៀតពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះគំនិតក្មេងខ្ចីពេលខ្លះយើងភ្លាត់ស្នៀតយើងឆាប់ជឿគេយើងមើលឃើញគេអាហ្នឹងយើងបានដែរដាក់ពុបឡងចង់ទៅអាហ្នឹងវា
ជាការធ្វើប្រហែសក្នុងបច្ចុប្បន្នក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងអត់ល្អការធ្វើប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានសែបគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រេចចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចុងគាត់យកលុយឪពុកម្ដាយច្រើនណា$40,000អញ្ចឹងទៅគាត់បើកទៅយើងអត់មានប័ណ្ណពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺសរសៃប្រសាទទៀតហើយនឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកនឹងគ្មានយកទោសយកបីកូនអីទេប៉ុន្តែកូននឹងអោបកំហុសនឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$40,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអត្ថបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននោះវាមានពេលខ្លះខឹងទប់បានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវាជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកន្លែងចប់អញ្ចឹងទើបអាចធ្វើដំណើរទៅមុខទៀតបើមិនអញ្ចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងអញ្ចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងឲ្យយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោល
រីឯវិបដិសារៈជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកកចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬក៏វិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែពិតរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកកចៈហ្នឹងវិបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាពវល់យើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងនឹងធေါ်ជ្រៅហើយដូចថាសង្ខារស្អីស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងពិភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់វាជំរុញមកយើងអាចមករៀនមកស្ដាប់ធម៌នេះបានក៏មានឧបនិស្ស័យសំមក
hay nè để từ chê kế nó cũng miễn ủ bạn này xảy rằng xóm máu đầm bay chê kế hãy xóm bạp mày đòi khoa ca sạp cúc khoa ca bị trà nà chị đàm hãy dướng miền hai ủ bạn này xảy bì ở tây tạ máu bàn sạp cúc lò tiết hãy có bàn đạp bàn riêng bàn vô làm bì thó nắng dương xóm bồn tại chăng ạ vua vua song kha nắng cứ mình thật được còng cả một cọp chia rồi bà dương là bằng cả bạc căn tích mà đòn từ dương bàn thu bài phi sĩ đây tục anh ấy ở tập bọt một tiền xá chít mày bạc lan pel khá cung hụt lứ trâu trò lọp còi quỳnh rương không chỉ vật có đôi khỉ pel khá nẹ sầm rạch chật khô nôm ở khôi khát rồi giàu bậc khô cùng chăm bạch cả tục du bị ấy chập đớm xa chỉ thầy ta bật thầy dư bình tịch mèn tại cung và sao chiếng để dùng hỏi mình bàn thừa vậy sao thằng nắm lưu vinh tại thừa ở chia chùm ngữปัญหาជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់អានឹងវាធម្មតាបើញាតិញោមធ្លាប់បើកឡានដឹងឈុលឈួហួសផ្លូវហើយទៅត្រឡប់មកក្រោយវិញទៅយើងទៅឆ្លោះមិនបានបើវាហួសដែរអញ្ចឹងរឿងក្នុងជីវិតហ្នឹងក៏អញ្ចឹងដែរវាមានពេលខ្លះជ្រុលជ្រោះខូចខាតទៅអញ្ចឹងគុំដេកកើតទុកយូរពេកអីត្រឡប់ក្រោយចាប់ផ្ដើមម្ដងទៀតអាហ្នឹងទើបវាស្រាលខ្លួនបើយើងនៅអោបហ្នឹងវាធ្ងន់ណាស់ហើយវាកើតទុកខ្លួនឯងនឹងឯងចម្រើនពរញាតិញោមអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខបាទហើយនឹងជាមួយនឹងការអธิบายខ្លះបាទនេះដល់អត្ថបទមួយនិយាយពីជៀសមិនរួចថាអ្នកណាក៏មានបញ្ហាដែរទៅណាក៏កិច្ចមិនរួចជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបប្រត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីសំពូពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេអានឹងនិយាយពីដូចថារឿងអ្នកណាក៏មានដែរហើយញាតិញោមខ្លះគឺត្អូញត្អែអើយពិបាកណាមិនក៏ជួបទុកច្រើនជាងគេអាហ្នឹងវាធម្មតាទេវាអ្នកនេះជួបរឿងនេះអ្នកនោះជួបរឿងនោះបើយើងមានសម្ពាយបនច្រើនទៅយើងជួបរឿងល្អច្រើនបើយើងខ្វះបនទៅវាជួបបញ្ហាពិបាកអាហ្នឹងរឿងសត្វលោកហ្នឹងវាសំសម្ពាយកម្មផ្សេងគ្នាអញ្ចឹងអាហ្នឹងវាធ្វើម៉េចដោះស្រាយហើយទៅយើងទៅត្អូញទៅត្អែទៅក៏គេមិនបានជួយអីមករែកពុនទុករបស់យើងបាននេះដែរវាមានតែយើងខំដោះស្រាយខ្លួនឯងនឹងឯងទុកនឹងដូចនាងបដាចាអញ្ចឹងទុកធ្ងន់ទៅប៉ុន្តែចុងក្រោយលោកប្រឹងឈររឹងប៉ឹងដោះស្រាយបញ្ហាបានជាព្រះអរហន្តតីសាវករបស់ព្រះពុទ្ធទៅហ្នឹងតើថាទទួលស្គាល់នឹងជីវិតហ្នឹងវាអញ្ចឹងហើយលះបង់ការប្រកាន់អាហ្នឹងទើបមិនសូវកើតទុកខ្លាំងនេះអត្ថបទមួយទៀតនិយាយពីមិនដូចគ្នាកុំចាំបាច់ប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេម្នាក់សន្សំកម្មមករៀងខ្លួនបើមានកម្មមិនល្អច្រើនក៏ជួបបញ្ហាច្រើនបន្តកន្ទុយគ្នាបើជួបរឿងណាប្រឹងដោះរឿងនឹងទៅបើលំបាកខ្លាំងសុំជំនួយគេខ្លះមកកុំរអ៊ូរទាំច្រើនពេកអី
mình bán ấy một quỳnh tê bán tại mua mở thải chẳng nâng thời dương đôi kia cái đây thì bài nâng bà hai nâng ăn tập bọt môn đấy thân nè class côm nè class thọt nè class miền nè class cò chứ về riêng về khó khăn chăng nhưng mình bậc hồng ở đôi khi mình bàn này bậc hồng kháng cả tục ăn kháng đây nhưng miền là phẳng sang buồn đầm bể bàn bờ xa từ mục tiêu đề cho này nên tia kế mình bàn ấy mau về nhẹ và nè tập bọt mùi tiết dây bí xâm lập luôn kết mùi plét yul thà luôn nè bàn phọt bị tục hài tại tạm bích nè nâng bần to rồng tục nơi chiết kháng mục bần to tiệt hơi nè bàn bần sò tục nơi phiếp sọc sáo đào cửu xá nâng chiêu cùng rù mình lọ đào cồn cháu mấy dạng tiết ca xâm lập luôn mình mến chia mật chịu bài đọc sải bánh hạ tê chỉ vất tay chua bánh hạ hỏi bánh hạ khá chỉ rương để nẹ nực sman mình đỏ tiết phong bằng đọc sải tê đọc sải bánh đá mùi chùm hiền mà đón mùi chùm hiền mà đón nè nghe mà thọp chuột nhiệt nhôm để thà săng thà sầm lập luôn còn mình rương không cua xa lôi cãi chẳng thế đập về quạt bàn đạp thó quạt chập đám phải chôm một nâng hướng có tới chuột nâng mà chạp bùm nó quạt này dây bị rương không chỉ vật không cua xa quạt thở cái bầu chẳng tới quạt xông bò kế ở kế chui tục bê lại quạt đó cái dối cái tục bê đó bùm nó lăng là hốt bàn rụi rò tờ anh nâng thật quạt ai rô plư bàn phọt bì dịch lấy tục nông play chặt nâng rụi chỉ vật mà hỏi bàn thò nâng chui sừng cua này tập bạn mới tiết hai phal bà nẹ đâm đốn nẹ nâng bán phẻ đồn bà miền hạt cục krón phal nâng cả lại mình ai ham khót bàn tề rương rào từng lái sốt tại miền hạt tớp cả lại bà cảm chắc nòm ở nẹ chụp rương mình lọ rốt tên ná có kịch mình ruột xôm công bởi chẳng nâng phal ấy pruh khía cao tam hạt tại trời độ vị thi đỏ sải vinh phê dương thưa ở khỏi dương kích tháo anh bàn sọc cái anh lùi cái bàn ấy vẫn nó phê cầm lang cắm vừa rốt rô mà cha vinh nâng tỏ là bàn nâng ai nó phê cho khỏi dương thở từ tua nâng ai phal này cầm nâng nó chẳng dương hộ vị thi đỏ sải vì pro rương nó với chia Paul này ở vậy để dương bàn sang nghe vì ở miền và anh nè đặt tổ tuân ở dương chẳng nghe ở tề cứ cam dương trên nè rung Paul nó mọi cả là chẳng chẳng anh dương trời từ tua cam dương này ở tập bọn mới tiền dây pí ngày rẽ ngày lịch ngày rẽ ngày lết chia đầm ná này thòm hay chiết mình ai hàm khoát bản tề giang nam mình chỉ vượt tay chụp rương lọ khla mình lọ khla chia rương thòm mà đá khi miền nè ná chia rụi lại bởi chụp rương lọ chặt tục thai chỉ phò bồn bởi chụp rương mình lọ chặt tục thai chỉ phò bạp tới cho hỏi trơ tại hiền bởi chồm pru bà kịch tên na có kịch mình phật đài hai bà nẹ mùa màu tràn nẹ cả tục có tràn đài anh ngày rẻ hay ngày lịch với thom đà miền nẹ nào tôi vừa có bị chỉ bán
ក្នុងជីវិតហ្នឹងអញ្ចឹងវាមានឡើងវាមានចុះអញ្ចឹងកុំចាំបាច់តែយើងដើម្បីតែព្រះក៏ព្រះអង្គជួបដែរពេលខ្លះស្ដេចមកថ្វាយគុំពេលខ្លះអ្នកស្រុកជេរអញ្ចឹងទៅអាហ្នឹងជារឿងដំណើរនៃជីវិតផលបុណ្យផលបាបអញ្ចឹងអាហ្នឹងយើងកុំកើតទុកនឹងរឿងពេកវាតលតែទទួលដឹងដោយបញ្ញាថាបុណ្យមានក៏ជួបរឿងល្អអស់បុណ្យបាបឲ្យផលក៏ជួបរឿងមិនល្អហើយជួបឲ្យទៅមុខទៀតទៅអាហ្នឹងទើបមិនសូវសំពីងសំពងមិនសូវកើតទុកខ្លាំងនេះអត្ថបទមួយទៀតក្តីសង្ឃឹមមេឃភ្លៀងគួងរាំងវិញជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេរឿងល្អអាចនឹងកើតឡើងនៅពេលបន្ទាប់បើអ្នកបន្តដំណើរទៅមុខដោយក្តីសង្ឃឹមសូមកុំរក្សារឿងអាក្រក់នៅក្នុងខួរក្បាលអ្នកយូរពេកទុកឱកាសឲ្យរឿងល្អខ្លះផងរឿងមិនល្អបានរលត់ទៅហើយរៀនចាប់ផ្ដើមសារជាថ្មីសង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរនៅថ្ងៃខាងមុខអានេះគ្រាន់តែជាការលើកទឹកចិត្តទេថាបើភ្លៀងគង់តែរាំងវិញបើយប់វាគង់តែមានថ្ងៃរះឡើងវិញអញ្ចឹងក្នុងជីវិតហ្នឹងវាមិនចេះតែអាក្រក់រហូតដល់ថ្ងៃស្លាប់ទេវាជៀសវាងតែយើងបាក់ចិត្តកើតទុក្ខជាមួយនឹងរឿងដែលកើតឡើងហើយនៅតែមួម៉ៅនឹងរឿងណាហ្នឹងវាពពកខ្មៅនៅលើក្បាលរហូតទៅអាហ្នឹងអត់បានសុខទេអញ្ចឹងតើដូចថាបោះសម្រាមចេញពីខួរក្បាលឲ្យស្រឡះខ្លះទុកឲ្យផ្កាហ្នឹងវាដុះខ្លះផងកុំឲ្យខួរក្បាលហ្នឹងវាសិតតែសម្រាមទៅវារកកន្លែងល្អអត់ឃើញណាអញ្ចឹងវាមានពេលបាបឲ្យផលហើយបោះអារម្មណ៍មិនល្អហ្នឹងចេញទៅហើយផ្ចង់ចិត្តផ្ចង់គំនិតមកក្នុងរឿងបុណ្យរឿងកុសលរឿងល្អទៅនឹកគុណបរតនត្រ័យធ្វើទានដាក់បាតជូនលុយម៉ែលុយឪខ្លះថ្វាយគុំគាត់ទៅថ្វាយគុំព្រះទៅហ្នឹងអាហ្នឹងបានបុណ្យថ្មីហើយបុណ្យថ្មីអាចជួយធ្វើឲ្យមានផលជីវិតហ្នឹងក៏ថ្មីក៏ល្អតាមកម្លាំងបុណ្យដែលយើងមានហ្នឹងបញ្ហាមិនចេះចប់ដរាបណានៅមានជីវិតអ្នកនៅតែជួបបញ្ហាជារៀងរហូតហើយបញ្ហាពេចច្រើនអាស្រ័យទៅលើសម្ពាធបុណ្យសម្ពាធបាបដែលអ្នកបានសាងបើអ្នកបានសាងបាបកម្មច្រើនអ្នកជួបរឿងក៏ច្រើនដែរដោះពីមួយចូលមួយមិនចេះចប់មិនចេះហើយឡើយហើយបើអ្នកមួម៉ៅថែមអ្នកកើតទុក្ខកាន់តែខ្លាំងអ្នកណាក៏មានបញ្ហាដែរទៅដល់ណាក៏មានបញ្ហាដែរអ្នកក្រក៏មានបញ្ហាអ្នកមានក៏មានបញ្ហាកុំខ្លាចវាអីជីវិតមានបញ្ហាជារឿងធម្មតាគ្មានអីចម្លែកផងយើងជួបរឿងយើងគេជួបរឿងគេមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីបើជួបរឿងណាដោះរឿងនឹងទៅប្រឹងដោះឲ្យអស់ពីសមត្ថភាពរបស់អ្នករួចប្រាប់ខ្លួនឯងថាខ្ញុំអស់ត្រឹមនឹងហើយរៀនរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានកុំទម្លាប់បន្ទោសខ្លួនឯងឬបន្ទោសអ្នកណាអ្នកណីឡើយធ្វើម៉េចបើយើងមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេបញ្ហា
មិនចេះតែបានដោះស្រាយតាមចិត្តអ្នកប្រាថ្នាគ្រប់រឿងឡើយសូម្បីតែព្រះសម្មាសម្ពុទ្ធក៏មិនអាចជួយដោះស្រាយបញ្ហាឲ្យមនុស្សបានគ្រប់គ្នាដែរម្យ៉ាងទៀតបើអ្នកដោះហើយឲ្យវាចប់ទៅកុំនៅរសេមរសាមរវិមរវាមរំលឹករំលើកវាច្រើនពេកព្រោះវានាំឲ្យក្តៅក្រហាយគួរត្រៀមខ្លួនទទួលដោះរឿងផ្សេងទៀតមិនដូច្នោះទេរឿងនឹងច្របូកច្របល់ដោះមិនចេះចប់មិនចេះហើយឡើយដោយសារតែអ្នកប្រមូលវាមកច្របូកច្របល់គ្នាច្រើនពេកជីវិតជួបរឿងអីចឹងឯងប្រឹងទៅប្រឹងបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីសមត្ថភាពប្រឹងរហូតដល់ថ្ងៃដែលអ្នកត្រូវលាពិភពលោកនេះទៅចាប់ផ្ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេក
រាំងមេឃភ្លៀងមេឃភ្លៀងមេឃរាំងជាដំណើររបស់ធម្មជាតិមានអ្នកណាខាត់បានទេជីវិតនេះមានសុខមានទុក្ខមានជួបមានព្រាត់មានចំណេញមានខាតមានសរសើរមាននន្ទាជារឿងធម្មតាគ្មានអ្នកណាគេចផុតបានឡើយបើមានបុណ្យច្រើនរួមផ្សំជាមួយការប្រឹងប្រែងផងក៏ជួបរឿងល្អរកស៊ីក៏ចេះតែកាក់កបទៅតែពេលបាបឲ្យផលក៏ជួបរឿងមិនល្អរកស៊ីខាតលងចុងទៅដំណើរជីវិតនេះមើលមិនឃើញទេសូមកុំផ្ដេកផ្ដួលកុំផ្ញើសេចក្តីសុខនៅលើអ្នកដទៃឬរបស់ខាងក្រៅទាំងស្រុងពេករបស់ទាំងនោះតែមានការប្រែប្រួលទៅវិញជាធម្មតាពេលបានក៏ត្រូវទទួលដោយស្មារតីតែកុំមានមោទនភាពកុំអួតក្អេងក្អាងខ្លាំងពេកហើយពេលបាត់បង់ទៅវិញអ្នកត្រូវស្វែងយល់ពីដំណើរប្រែប្រួលនៃធម្មជាតិត្រូវរៀនទទួលស្គាល់ការពិតត្រូវដឹងថាអ្នកគ្មានសមត្ថភាពខាត់ខាំងដំណើរប្រែប្រួលនៃធម្មជាតិបានឡើយបើអ្នកមិនព្រមទេអ្នកនឹងរងទុក្ខខ្លាំងមិនខានអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេអ្នកត្រូវតែយល់ជីវិតនេះតែងជួបបញ្ហាអីចឹងឯងបើជួបហើយប្រឹងដោះទៅប្រឈមមុខទៅចាត់ទុកវាជាមេរៀនគិតថាវាជាផលនៃបាបចាស់ហើយយកវាជាឱកាសសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមរួចបន្តដំណើរទៅមុខទៀតកុំដាក់ច្រវាក់ខ្នោះគ្នាងខ្លួនឯងនៅក្នុងគុកអតីតកាលអីកុំបណ្ដោយឲ្យចិត្តអ្នកសោកសៅខ្លាំងពេកវានឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងមិនខានរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុន
រៀនកាត់ចិត្តរឿងណាកន្លងផុតទៅហើយឲ្យវាផុតទៅចុះកុំស្ដាយអីស្ដាយទៅក៏គ្មានបានផលអីមកវិញដែរបើរឿងអាចកែខៃបានប្រឹងដោះស្រាយទៅតែបើកែខៃមិនកើតទេចាត់ទុកថាវាជាផលបាបរបស់អ្នកទៅចុះអ្នកអាចយកវាជាបទពិសោធន៍ជីវិតបានតែកុំស្ពាយសំពីសំពងពេកធ្ងន់ពេកទៅមុខមិនឆ្ងាយទេចាប់ដើមគិតរឿងថ្មីរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើបន្តទីបំផុតនៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតបើអ្នកព្រមបញ្ចប់វាតែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់មានន័យថាអ្នកអនុញ្ញាតឲ្យទុកពីអតីតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀតអ្នកនៅតែជាជនរងគ្រោះរបស់អតីតកាលដដែលខ្មោចងាប់ហើយត្រូវយកទៅកប់កុំទុកនៅលើផ្ទះយូរពេកពេលកប់ហើយកុំគាស់មហិតអីក្លិនមិនល្អទេបើដើរត្រូវសម្លឹងទៅមុខកុំបែរក្រោយយូរពេកប្រយ័ត្នមានគ្រោះថ្នាក់បើអ្នកប្រឹងប្រែងថែរក្សាវាហើយតែវានៅតែមិនគង់វង្សមានន័យថារបស់នោះមិនមែនជារបស់អ្នកទេរៀនអនុញ្ញាតឲ្យអតីតកាលកន្លងហួសអ្នកទៅហើយរៀនអត់ឱនឲ្យខ្លួនឯងផងប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅរៀនដោះលែងខ្លួនអ្នកពីអតីតកាលជីវិតអ្នកនឹងបានប្រសើរអន់ចិត្តបើអន់ចិត្តអន់បន្តិចបានហើយរួចឆាប់បាត់ទៅខឹងច្រើនដៅក្រហាយតែខ្លួនឯងក្នុងជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានទេជារឿងធម្មតាកុំគិតថាអ្វីត្រូវតែបានដូចចិត្តគ្រប់រឿងឡើយមិនអាចទេហើយម្យ៉ាងទៀតរឿងណាកន្លងហួសទៅហើយឲ្យវាហួសទៅចុះកុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅក៏ទៅកែអីមិនកើតដែរគ្រប់យ៉ាងសុទ្ធតែមានហេតុផលចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខ
កុំកំណាញ់កុំកំណាញ់ស្នាមញញឹមកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អគ្មានអស់ប្រាក់ទេតែបានបុណ្យត្រឡប់មកវិញគឺបុណ្យមុទិតាប្រែថាចេះរីករាយចំពោះសេចក្តីសុខរបស់អ្នកដទៃអ្នកទទួលបានមិត្តភាពល្អផងហើយឈ្មោះតែបានចូលរួមបណ្ដុះសេចក្តីល្អបន្ថែមផងព្រោះគេមានកម្លាំងចិត្តនឹងធ្វើល្អបន្ថែមទៀតរៀនត្រេកអរនឹងគេទៅសំពាយបុណ្យគេមានគេប្រឹងប្រែងទើបគេបានផលល្អកុំច្រណែនគេអីមិនបានអីមកយើងទេបានតែក្តៅក្រហាយឥតប្រយោជន៍រៀនផ្ដល់សេចក្តីសុខដល់អ្នកដទៃដោយសន្តានចិត្តល្អបរិសុទ្ធរៀនជួយគេដោយចិត្តករុណាអ្នកមានចិត្តបុណ្យច្រើនសប្បាយចិត្តក៏ច្រើនមនុស្សក៏ចូលចិត្តទេវតាក៏តាមថែរក្សាជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្ល៉េះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទុនជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទុនជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខាន
មនុស្សមិនដូចគ្នាមនុស្សម្នាក់មានចរិតខុសគ្នាសន្សំឧបនិស្ស័យមកផ្សេងគ្នាអ្នកមិនអាចបង្ខំគេឲ្យគិតដូចអ្នកឬធ្វើតាមអ្នកគ្រប់រឿងឡើយគេមានរបៀបគិតរបស់គេយើងមានរបៀបគិតរបស់យើងមិនដូចគេក៏មិនដូចយើងដែរមិនមែនថាមិនខ្វល់នោះទេអ្នកនៅតែជួយកែតម្រូវជួយតម្រែតម្រង់បើគេកែបានជារឿងល្អបើគេមិនព្រមកែទេទោះបីអ្នកយំយេកស្រែកទួញទៅក៏មិនដឹងបានអីមកវិញអ្នកណាវិច្ចសម្ពាយកម្មណានឹងទទួលផលនៃកម្មនោះដោយខ្លួនឯងអ្នកជួយណែនាំដោយមេត្តាចិត្តតែអ្នកក៏ត្រូវមានបញ្ញាហ៊ានទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ពីសមត្ថភាពហើយអ្នកមិនអាចបង្ខំគេឲ្យដូចអ្នកបានទេម្នាក់មានផ្លូវដើររៀងខ្លួនទាល់តែចេះព្រមខ្លះចេះទទួលស្គាល់ការពិតខ្លះទើបមិនសូវមានទុក្ខគិតច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពួងច្រើនពេកជីវិតមិនសូវមានរស្មីទេអស់ពីសមត្ថភាពខ្ញុំហើយព្
ព្យាយាមបំពេញតួនាទីអ្នកឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តធ្វើការងារឲ្យបានល្អមើលថែគ្រួសារឲ្យបានត្រឹមត្រូវជួយមិត្តភ័ក្តិតាមអ្វីដែលអ្នកអាចធ្វើបានតែអ្នកក៏ត្រូវដឹងដែរថាអ្នកមិនអាចធ្វើបានគ្រប់រឿងបានទេមិនអាចបង្គាប់បញ្ជាឬបង្ខំឲ្យអ្វីបានដូចចិត្តអ្នកចង់គ្រប់រឿងបានឡើយអ្វីមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានពេលខ្លះអ្នកគិតថារឿងនឹងបានល្អតែបែរជាខូចបង់អស់ទៅវិញអ្វីប៉ាន់ស្មានមិនត្រូវទេបើបុណ្យអ្នកគ្រប់ការព្យាយាមដល់កម្រិតការងារនោះបានសម្រេចតែបើបុណ្យអ្នកមិនគ្រប់ការព្យាយាមក៏មិនទាន់ដល់កម្រិតសេចក្តីប្រាថ្នាមិនបានសម្រេចឡើយមួយវិញទៀតពេលខ្លះអ្នកចង់ឲ្យគេល្អតែមិនប្រកាសថាគេចង់ល្អដូចអ្នកគិតទេសត្វលោកមានសម្ពាយកម្មផ្សេងគ្នាមានឧបនិស្ស័យសន្សំមកខុសគ្នាអ្នកខ្លះមានគេជួយតែគ្មានបុណ្យឲ្យគេជួយបានអ្នកចង់ឲ្យគេបានល្អតែបើគេមិនព្រមធ្វើល្អដោយខ្លួនឯងក៏គេនៅតែមិនអាចកែប្រែជីវិតគេបានអ្នកមិនអាចទទួលផលកម្មជំនួសគេបានឡើយអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញដោយខ្លួនឯងគ្មានអ្នកណាទទួលជំនួសអ្នកណាឡើយរៀនព្រមទទួលស្គាល់ការពិតថាខ្ញុំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំត្រឹមនឹងហើយសត្វលោកមានកម្មជារបស់ខ្លួនគិតច្រើនចិត្តមានតួនាទីសម្រាប់គិតតែបើគិតរញ៉េរញ៉ៃពេកវានាំទុកមកដាក់ខ្លួនវិញមិនខានបើរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីស្ដាយទៅមានបានអីមកវិញផងបានតែក្តៅក្រហាយឥតប្រយោជន៍ខ្មោចកប់ហើយកុំគោះមើលហិតអីស្អុយណាស់តែបើរឿងណាល្អរឿងណានាំឲ្យរីករាយរឿងបុណ្យកុសលនឹកឲ្យច្រើនចុះក៏មិនអីដែរហើយកុំព្រួយបារម្ភពេកអីជួបរឿងណាដោះរឿងនឹងទៅព្រួយពេកទៅគ្មានបានអីមកផងបានតែលំបាកខ្លួនឥតប្រយោជន៍ប្រឹងប្រែងថ្ងៃនេះឲ្យអស់ពីចិត្តពីថ្លើមសង្ឃឹមថាថ្ងៃស្អែកនឹងបានល្អតែបើមិនបានល្អទេក៏កុំមួម៉ៅអីដោះស្រាយទៅ
ជីវិតគឺចឹងឯងគ្មានអ្នកណាដឹងមុនទេកុំស្មុគពេកអីស្មុគពេកទៅប្រយ័ត្នស្លាប់មុនអាយុចិត្តមិនស្ងប់គិតច្រើនព្រួយបារម្ភច្រើនស្មុគស្មាញច្រើនធ្វើឲ្យចិត្តមិនស្ងប់អ្នកក៏មិនសូវបានសុខដែរហើយបើអ្នកបណ្ដែតបណ្ដោយឲ្យចិត្តរវើរវាយកាន់តែច្រើនអ្នកក៏មានទុក្ខកាន់តែខ្លាំងដែររៀនប្រមូលរឿងល្អល្អទុកក្នុងខួរក្បាលអ្នកកុំសូវមើលរឿងក្តៅក្រហាយច្រើនពេកព្រោះវាធ្វើឲ្យចិត្តអ្នកក្តៅក្រហាយដែរហើយរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយក៏កុំសូវព្រួយបារម្ភចំពោះរឿងដែលមិនទាន់កើតឡើងពេកដែរព្រោះបើព្រួយពេកទៅវាបានតែបំផ្លាញសេចក្តីសុខក្នុងបច្ចុប្បន្នអស់រលីងជួបរឿងណាប្រឹងដោះរឿងនឹងទៅប្រឹងឲ្យអស់ពីលទ្ធភាពហើយព្រមតាមសមត្ថភាពដែលយើងធ្វើបានទម្លាប់ហាត់ចិត្តកុំឲ្យខឹងកុំឲ្យចំណែនកុំឲ្យជាប់ជំពាក់ហួងហែងខ្លាំងពេកអីម្យ៉ាងទៀតកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅច្រើនពេករៀនផ្ដល់សេចក្តីស្រឡាញ់មានមេត្តាករុណារៀនរីករាយស្រស់ស្រាយរៀនទទួលស្គាល់ការពិតនៃជីវិតចិត្តអ្នកនឹងបានស្ងប់ច្រើនប្រៀបធៀបធ្វើអីខ្សែជីវិតមនុស្សម្នាក់នៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងបើជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅកុំមួម៉ៅអីមានបានអីផងបានទៅកើតទុកបន្ថែមប៉ុណ្ណោះតែអ្នកអាចរៀនសូត្រពីគេបានខ្លះដែរអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អច្រើនបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំអស់សង្ឃឹមកុំស្ដីបន្ទោសថាអំពើល្អមិនឲ្យផលឡើយបើអ្នកព្រោះស្រូវថ្ងៃនេះអ្នកមិនអាចទៅច្រូតថ្ងៃស្អែកបានទេមាត់គេត្រចៀកយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចទប់មាត់គេបានទេតែអ្នកអាចទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទឺដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នក
គិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងថាចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញរៀនលះកំហឹងពេលជួបរឿងដែលអ្នកកោះចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសំនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅបើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុក្ខមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេ
ហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែងមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមានកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងរៀនរស់នៅបច្ចុប្បន្នឲ្យបានល្អកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុនអរគុណភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមកស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់តែតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអី
ខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបុណ្យម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលោកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀត
bữa thật dừng bạt bong trộp bạt bong nhiệt dịch tì xà lanh phẹ gì xóa mây ấy chẳng chắcอย่างhai người dân nó miền chỉ vật đây bơn vậy đôi chùm bua đôi đôi con ông thò tới tây tất cá hu hai rồi lót bắt ai ăn miền này hay na cột tất cá có ăn miền này vậy để miền nó cứ phải chịu bòn năng tề hay phải chịu bòn năng của mình tiền để tiền về rồi lót tại hai bữa nay bờ dương vuông vuông coi đài cả tục mình sọc chặt anh nắng dương áo cái sau rương mình lọ này không chặt đôi áo lường chứ tôi chỉ bắt ấy của dương nó soi chỉ vật bởi dương tăng chất thà chặt đam xa chỉ thay cùng mà cùng yên nè na thà ấy thái chỉ vật nhom phẳng anh nắng dương từ một bàn ngái dương xẻ luônตัวเราเรียนตัวสก็ครับเป็นชีวิตนั่งจังขยมจูหรือขยมเกจูหรือเกให้มันอาจดูขณีในชีวิตนั่งงั้นนั่งทำมาอ่านสิเพยเชียนถึงมุกปะต่อเพยอบรมจัดดอลลาร์บอดมุ้ยในปีเมรีนบ้าเนี่ยสำหรับจัดข้อจัดตกทาจีบอดปีเสาจีเมเรียนสำหรับไงกรอยขมิ้นเนี่ยน้ำมันทลอบเข้าเตะขมิ้นทลอบดูรอบสับดองตุ่มรอมเจดาเรื่องมันล้อเพื่อไอเนี่ยชื่อจับตายวิจุยเนี่ยไอเมื่อปัญหาบานฉบับเชียงมุนสกอลมนุษย์ประกอบเชียงมุนอันนั้นคือธรรมดาเนี่ยนาโกทลอบเข้าได้เปรียบโดยถักเมย์chỉ còn đùa rồi chẳng ấy đùa lấy ngơ rồi bị chết chỉ men tàn chẳng tàn ông lì mía thọp thường vừa khó chịu ngôn ngô men tàn bàn tay lục bàn từ tua vạt bị bút hai cài prai cầm hót bán khai từ chỉ prai hà hòn chân dương hồ sĩ kha dương chuột mình lo cái bảo pra hay chẳng tới à nó chỉ vật nó về chân về miền tây khác bà bỏi phó chuột rương mình lo những tôi là dương chặt tục thân đó ngay chỉ mê riêng chỉ vật hay thừa dương ngô bị giặt bị dài ngày khỏi môn đừng chưa bị trà nào ở chỉ ba hay miền Pành Háผมเอาสมัยจัดเลื่อนเปย์แต่งกำหังนั่งนอมเอาเมียนกำห้อเมียนเบิกได้สาระอันตรบัดมวยเต้นใหญ่ปีบาปจ่า